ok. Wait a minute ចឹងនៅពេលដែលយើង download មួយនឹងហើយយើងអាច download ជាមួយនឹង support CS like this one ចឹងយើងត្រូវ download កម្មវិធីនេះមួយទៀតដើម្បីឲ្យ support ជាមួយនឹង CS និង HTML មួយគ្នាហើយមួយទៀតគឺកម្មវិធី Live Server ចឹងកម្មវិធីនេះ Live Server ដើម្បីឲ្យយើងពេល run ទៅវាចេញទៅលើ server ឬក៏ website ឲ្យវាចេញលទ្ធផលនៅលើ website អូខេចឹងជាដំបូងយើងត្រូវបង្កើត file មួយ like បង្កើត new folder ចុះចឹងខ្ញុំបង្កើត folder មួយដែលនិយាយពី HTML 11 នោះចឹងខ្ញុំបង្កើត HTML 11 ហើយខ្ញុំបង្កើត folder មួយទៀតដើម្បីវាស្រួលមើលខ្ញុំដាក់ like lesson អូខេចឹងខ្ញុំចូលទៅក្នុង lesson ហ្នឹងខ្ញុំ select folder ហ្នឹងមកចឹងដើម្បីបង្កើត file មួយគឺយើងចុចកន្លែងនេះហើយឧទាហរណ៍ខ្ញុំបង្កើត file អីឧទាហរណ៍មេរៀនទី1គឺគេ over view ឬក៏ heading ចុច html អូខេយើងចុចចឹងអូខេចឹងខ្ញុំបានចឹងមកខ្ញុំប្រែវាធំតិចហើយខ្ញុំព្រិចវាតិច control ខ្លះហើយនៅពេលដែលខ្ញុំបង្កើត file នេះខ្ញុំមាន website មួយដែលនិយាយពីមេរៀន HTML របស់ក្បាលអញ្ចឹងទី1គឺ HTML overview អញ្ចឹងអានេះទម្រង់នៃការសរសេរ HTML overview HTML document not overview គឺអានេះទម្រង់មួយដែលយើងត្រូវសរសេរអានេះមិនមែនទេគេសេត្រឹមតែ body ទេអញ្ចឹងវាមានន័យថាដើម្បីនេះយើងសរសេរកាត់មកអញ្ចឹងយើងគ្រាន់តែចុច shift លេខ1 enter អញ្ចឹងយើងនឹងបានទម្រង់មួយនឹងទម្រង់មួយអញ្ចឹងកន្លែងនេះគឺជា title អញ្ចឹងយើងអាចដាក់ឈ្មោះឲ្យបានខ្ញុំដាក់ heading ហេចឹងនៅពេលដែលខ្ញុំបាន heading ហើយយើងមានចំណងជើងមួយថា heading អញ្ចឹងខ្ញុំសាក run like open with live server អូខេវា run មួយ place សិនអូខេនេះកន្លែងនេះគឺជា title របស់យើងនេះហើយកន្លែងនេះគឺជា link title របស់យើងអូខេអញ្ចឹងថ្ងៃនេះខ្ញុំបរៀនអ្នកទាំងអស់គ្នាពីការសរសេរ heading heading អញ្ចឹងសញ្ញាតូចជាងហើយសញ្ញាឧទានមានន័យថាវា comment អញ្ចឹងវា like this អញ្ចឹងអានេះគេហៅថា comment មានន័យថាយើងអាចកំណត់ចំណាំអីមួយដើម្បីឲ្យយើងកំណត់ចំណាំពួកឧទាហរណ៍ heading អីគេយើងសេគេនៅក្នុងនឹង like ឧទាហរណ៍ខ្ញុំចង់ចំណាំគេ paragraph អីចឹង paragraph អីចឹងណាអូខេ like paragraph សិខ paragraph គឺចឹងថ្ងៃនេះខ្ញុំបរៀនតែពី heading ទេអញ្ចឹង heading នេះគឺជា slide នេះយើងអាចមើលមេរៀនបានគឺ heading text គឺ any document start with heading អញ្ចឹង we can use different size of heading like មានដូចជា x1 heading ទី1 heading ទី2 heading ទី3 heading ទី4 heading ទី6អញ្ចឹងវាមានន័យថានៅពេលដែលយើងសរសេរ heading អញ្ចឹងមានន័យថា heading ទី1 heading ទី2 heading ទី3 heading ទី4ហ្នឹងគឺអក្សរចាប់ពីធំទៅតូចអញ្ចឹង heading ទី1គឺអក្សរធំនេះ this is my heading រហូតដល់ heading ទី6គឺអក្សរតូចយកបណ្ដោយអញ្ចឹងខ្ញុំទៅលើកឧទាហរណ៍មើលអញ្ចឹងយើងត្រូវប្រើអញ្ចឹងក្នុង heading គឺយើងប្រើ like this សញ្ញាតូចធំកន្លែងហ្នឹង x1 ហើយដែរហើយមួយទៀត like សញ្ញា x2 អញ្ចឹងទេហើយ complete answer គឺសញ្ញាបិទមកវិញ like x2 បិទមកវិញ like ហ្នឹងអញ្ចឹងបើមានបើកគឺយើងត្រូវតែមានបិទហើយអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ this is heading 1 this is heading 2 x3 enter this is heading 3 heading 4 heading 5 heading 6 អញ្ចឹងខ្ញុំ run live server មើល open live server មើលអញ្ចឹងនេះវា this is heading 1អញ្ចឹងវាចេញ heading ឲ្យយើងមើលនេះពីអក្សរheading ទី1រហូតដល់ heading ទី6អញ្ចឹង heading ទី1វាធំ
heading ទី2វាចាប់ផ្ដើមតូចបន្តិចរហូតដល់ heading ទី6គឺតូចប៉ុណ្្នឹងម្ដងអញ្ចឹងភាគច្រើនគឺគេ popular ប្រើជាងគេគឺ heading ទី1រហូតដល់ heading ទី3អញ្ចឹងខ្ញុំ comment ឲ្យ like best popular no not popular like the best heading to use is R x1 x2 និង x3 អូខេអញ្ចឹងយើងតទៀតអញ្ចឹងយើងមកមើលជាមួយនឹងឧទាហរណ៍របស់យើងនេះឡើយខ្ញុំដាក់ចេះដើម្បីឲ្យវាស្រួលមើល sorry wait ខ្ញុំដាក់រៀងតូចតិចដើម្បីស្រួលសរសេរហើយនេះខ្ញុំដាក់ control ដកដើម្បីស្រួលសរសេរដែរអញ្ចឹងគេមើល this is the main heading អញ្ចឹងអក្សរធំចេះមានតែ head មួយហ្នឹងឯងអញ្ចឹងខ្ញុំលុបត្រឹម head 2ចោលអញ្ចឹងខ្ញុំដាក់ this is the main heading អូខេអញ្ចឹងខ្ញុំសាក run សិនអូខេនេះត្រឹម this is the main heading បានមួយណាអូខេតទៀតគឺthis is a second heading ឡើយខ្ញុំដាក់ x2 this is a second heading អូខេខ្ញុំសាក open line server អូខេនេះដូចគ្នា this is the second heading អញ្ចឹងខ្ញុំមើលអានេះជា paragraph ទេអាក្រោមនេះមិនមែនជា heading ទេប៉ុន្តែយើងអាចសរសេរជា heading បានអូខេតែយើងកុំខ្វល់ដោយសារជាមើលយើងដាក់មើលអញ្ចឹងយើងដាក់ x4 ខ្ញុំសាកដាក់ x4 អញ្ចឹងខ្ញុំដាក់ low អូភាសាដូចភាសាបារាំងEN model យើងដាក់ក្រោមចិត្តបានយើងសេតតបានហើយ wait អូខេចឹងខ្ញុំសាក run នេះដូចគ្នាតែវាចប់បន្ទាត់ទេដោយសារយើងសរសេរជា heading ដោយសារយកអត់ទាន់រៀន paragraph យើងសេត្រឹម heading ចឹងដើម្បីចប់បន្ទាត់បានគឺយើងអាចប្រើសញ្ញាមួយគឺ break សញ្ញា break យើងអាចចប់បន្ទាត់បានចឹងសញ្ញាវាគឺចេះ br ចឹងខ្ញុំដាក់កន្លែងសញ្ញា break ហ្នឹងដាក់កន្លែងនេះ br អូខេហើយទៅយើងមើលទៀតត្រឹមណាទៀតត្រឹមនេះទៀតនេះ br ចឹងខ្ញុំសាក run អូខេខាងនោះវាចប់ប៉ុន្តែអក្សរវាដិតដោយសារវាជា heading ចឹងឯងអូខេបន្ទាប់គឺ x2 ធម្មតា and another heading ខ្ញុំសាក run យើងត្រូវ run មើលរហូតថាវាដូចគេអត់ចឹងដូចគ្នាអញ្ចឹងយើង copy ហ៎កុំសេច្រើនបើដូចគ្នាយើង copy មកខ្ញុំសាក run អូខេដូចគេអូខេអញ្ចឹងខ្ញុំចង់ copy code នេះផ្ញើឲ្យពួកម៉ាក់ខ្ញុំឬក៏ផ្ញើឲ្យលោកគ្រូរបស់ខ្ញុំអញ្ចឹងយើងគាត់តែ copy code នេះមកដើម្បីឲ្យវាចេញខ្ញុំ copy ដើម្បីឲ្យវាចេញជារូបចេះlike that ចេញជារូបចឹងណាអញ្ចឹងយើងគាត់តែចូល website នេះមក carbon នេះអញ្ចឹងយើង delete បកគេ control A
code គេយើងគ្រាន់ Ctrl V មកយើងបាន code យើងដាក់ជា HTML យើងដាក់ HTML មកផ្សេងមក HTML នេះចឹងរូបវាអញ្ចឹងយើង explore មកយើងបានអញ្ចឹងគាត់ថាខ្ញុំសិនទៅឲ្យពូម៉ាក់ខ្ញុំហើយខ្ញុំចូល folder ដែលខ្ញុំបាន download មិញរូបមិញនេះខ្ញុំសិនទៅ